ដំរីញីមួយក្បាលនិងកូនទៅតែកាត់មួយក្បាលស្លាប់ដោយសារអំបែកគ្រាប់របស់ចៅឆ្លៀនពៀនសៀមនៅចំណុចអូស្កាក្នុងដែនជម្រកសត្វព្រៃព្រះរកាឆែបខេត្តព្រះវិហារនៅថ្ងៃទី23ខែធ្នូឆ្នាំ2025មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋានបានរាយការណ៍ថាបានប្រទះឃើញសត្វដំរីញីនិងកូនដំរីស្លាប់នៅចំណុចទីតាំងខាងលើតាមការពិនិត្យបឋមសត្វដំរីញីមួយក្បាលដែលមានទម្ងន់ប្រមាណ500គីឡូក្រាមនិងកូនទើបតែកើតដែលមានទម្ងន់ប្រមាណ80គីឡូក្រាមបានស្លាប់នៅក្នុងទឹកអូរដោយដំរីញីមានស្នាមមុតបណ្ដាលមកពីគ្រាប់ឬក៏អំបែកគ្រាប់ផ្ទុះរបស់ទាហានថៃនិងបានរំលូតកូនស្លាប់ទាំងម្ដាយទាំងកូនដំរីផងដែរមន្ត្រីជំនាញបរិស្ថានបន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀតចំពោះសត្វដំរីកន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថាឃើញស្នាមដានជើងដំរីមានរបួសស្នាមឈាមស្រក់នៅជាប់លើដីនិងស្មៅនៅចំណុចខាងលើកាលពីថ្ងៃទី14ខែធ្នូឆ្នាំ2025លោកប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារបានចាត់មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរកាឆែបសហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការ WCS ចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់តែដោយសារស្ថានភាពព្រៃធំនិងគៀកនឹងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះក្រុមការងារពុំអាចរកឃើញនិងជួយសង្គ្រោះដំរីបានទាន់ពេលនោះទេរហូតមកទល់នឹងថ្ងៃទី22ខែធ្នូឆ្នាំ2025ក៏ប្រទះឃើញដំរីទាំងពីរបានស្លាប់បាត់ទៅហើយឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឱកាសការអញ្ជើញធ្វើបកថានៃរាជបណ្ឌិតសភាកម្ពុជាថ្ងៃទី23ខែធ្នូឆ្នាំ2025បានមានប្រសាសន៍ថាសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាបានបំផ្លិចបំផ្លាញមិនត្រឹមតែជីវិតទ្រព្យសម្បត្តិវាបានបំផ្លិចបំផ្លាញធនធានធម្មជាតិនិងជីវៈចម្រុះផងដែរការឈ្លានពាននិងរំលោភដែនអធិបតេយ្យរបស់កម្ពុជាបានផ្ទុយនឹងច្បាប់អន្តរជាតិដែលមានចែងហាមឃាត់មិនឲ្យវាយប្រហារប៉ះពាល់ដល់បរិស្ថានឬតំបន់ការពារធម្មជាតិនោះទេសូមបញ្ជាក់ថានៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ20ក្បាលកំពុងរស់នៅនិងចល័តពីជួរភ្នំដងរែកជាប់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែបព្រះរកាខេត្តព្រះវិហារចុះទៅរហូតដល់ព្រំដែនកម្ពុជាឡាវខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិចំនួន8ក្នុងតំបន់ការពារចំនួន3ដែលមានភូមិសាស្ត្រជាប់ព្រំដែនកម្ពុជាថៃរួមមានតំបន់ការពារទេសភាពប្រាសាទព្រះវិហារដែនជម្រកសត្វព្រៃគូលែនព្រំទេពនិងដែនជម្រកសត្វព្រៃព្រះរកាឆែបកំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិជីវៈចម្រុះដែលក្នុងនោះសត្វព្រៃជាច្រើនដែលងាយនឹងបាត់បង់ពីធម្មជាតិដោយសារការឈ្លានពានពីប្រទេសថៃតាមការស្រាវជ្រាវដំរីនៅអាស៊ីក្នុងប្រទេសកម្ពុជានៅតំបន់មួយចំនួនដូចជាភូមិភាគឦសាននិរតីនិងភូមិភាគខាងជើងក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះមិនមានការកត់ត្រាពីដំរីងាប់នៅតំបន់ភូមិភាគខាងជើងនោះទេតាមការសិក្សាថ្មីៗបង្ហាញថាដំរីនៅប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ច្រើនជាង600ក្បាលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជាដំរីអាស៊ីត្រូវបានចុះបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN Red List ដែលជាប្រភេទជិតផុតពូជនិងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធមួយនៃអនុសញ្ញាសាយតែនាងខ្ញុំអែលស្រីណុចពីកម្មវិធី TVFB ប៉ាដំណឹងតែពេលអាល់ប៊ុមបកហ្វនឹងមកដល់ឆាប់នេះបើក៏ឥឡូវនេះតម្លៃពិសេស$429